ពិភពលោកបានដឹងពីការឈ្លានពានរបស់ថៃលើកម្ពុជាអាចប្តឹងទារសំណងបានលោកមេធាវីសុកសំអឿនបានថ្លែងថាអ្វីត្បិតតែប្រព័ន្ធផ្សព្វផ្សាយកម្ពុជាទៅជាងប្រព័ន្ធផ្សព្វផ្សាយថៃក៏ពិតមែនតែមួយរយៈចុងក្រោយនេះមុនបទឈប់បាញ់គ្នាពិភពលោកបានដឹងច្បាស់ថាថៃជាអ្នកឈ្លានពានកម្ពុជាលោកបានបន្តថាបើមានភស្តុតាងគ្រប់គ្រាន់កម្ពុជាអាចដាក់ពាក្យបណ្ដឹងតាមយន្តការអង្គការសហប្រជាជាតិដើម្បីទាមទារសំណងខូចខាតដែលថៃបានប្រព្រឹត្តលើកម្ពុជាលោកសុកសំអឿនបានថ្លែងទៀតថាការថតរូបនិងវីដេអូនៅតាមសមរភូមិទុកជាឯកសារនិងភស្តុតាងពិតជាអាចប្រើជាភស្តុតាងបានហើយក្នុងករណីកម្ពុជាមានភស្តុតាងកម្ពុជាអាចប្រើយន្តការអង្គការសហប្រជាជាតិដើម្បីទាមទារសំណងខូចខាតដែលកើតដោយសង្គ្រាមនេះលោកបានថ្លែងថាដើម្បីដាក់ពាក្យបណ្ដឹងទាមទារសំណងការខូចខាតដោយសារសង្គ្រាមគឺប្រទេសដែលត្រូវគេឈ្លានពានអាចផ្ញើកំណត់ការទូតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិកំណត់ការទូតទាំងនេះត្រូវចែងពីការខូចខាតនិងទំហំនៃការខូចខាតនិងភស្តុតាងដែលបង្ហាញថាប្រទេសម្ខាងទៀតជាអ្នកឈ្លានពាននិងតើការឈ្លានពាននោះអាចនឹងបង្កគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិផងលោកបានបន្តទៀតថាបន្ទាប់មកគឺត្រូវស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យដាក់បញ្ចូលបញ្ហារបស់កម្ពុជាទៅក្នុងរបៀបវិរៈប្រជុំរបស់ក្រុមប្រឹក្សានិងសូមឲ្យក្រុមប្រឹក្សាសម្រេចលើបណ្ដឹងរបស់យើងត្រូវភ្ជាប់ជាមួយនៅរាល់ភស្តុតាងដើម្បីគ្រប់គ្រងបណ្ដឹងនិងភ្ជាប់ទៅនឹងសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងចំពោះការរំលោភលើទឹកដីខ្មែរដោយភាគីថៃកម្ពុជាប្រហែលជាត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិប្រសិនបើថៃមិនព្រមគោរពនិងប្រើយន្តការគណៈកម្មការដោះស្រាយវិវាទព្រំដែនដែលធ្លាប់បានបង្កើតឡើងរវាងថៃនិងកម្ពុជានោះទេលោកបានបន្តថាតែអ្វីៗទាំងអស់នេះគឺស្ថិតនៅលើការសម្រេចចិត្តបែបនយោបាយរបស់ថ្នាក់ដឹកនាំព្រោះរវាងប្រទេសនិងប្រទេសគឺវាផ្អែកទៅលើនយោបាយផងដែរមិនមែនគិតពីខុសនិងត្រូវតែមួយមុខនោះទេយ៉ាងណាក៏ដោយបើតាមប្រភពនានានៅកម្ពុជាមានភស្តុតាងច្រើនរាប់មិនអស់ដែលទាហានថៃបានបាញ់ប្រហារមកលើកម្ពុជាជាពិសេសតំបន់ជនស៊ីវិលរស់នៅសាលារៀនមណ្ឌលសុខភាពស្ពានផ្លូវសន្តាគារវត្តអារាមនិងប្រាសាទបុរាណ